ធ្វើដូចមិនដេចបានដឹងថាយើងកើតមានកម្មរោគស្វ័យឬមួយក៏អត់វិធីងាយស្រួលបំផុតគឺបងធ្វើការតេស្តឈាមពីព្រោះការតេស្តឈាមនេះគឺអាចធ្វើឲ្យបងទាំងអស់គ្នាដឹងថាខ្លួនឯងគឺមានវិជ្ជមានទៅលើកម្មរោគស្វ័យឬក៏អត់ហើយអត្ថប្រយោជន៍មួយទៀតគឺមិនមែនយើងអាចដឹងបានតែកម្មរោគស្វ័យទេយើងក៏អាចផលិតឈាមទៅយើងអាចមើលនៅជំងឺអេដនិងកម្មរោគផ្សេងទៀតផងដែរចាប៉ុន្តែបងគាត់សួរថាចុះបើសិនជាយើងខ្មាស់អៀនយើងអត់ហ៊ានទៅជួបគ្រូពេទ្យដើម្បីតេស្តយើងអាចតេស្តមើលខ្លួនឯងតាមរយៈការតេស្តរហ័សអីបានដែរអត់យើងតេស្តបានប៉ុន្តែបើសិនអ្នកគ្រូថាតើវាឲ្យច្បាស់វាឲ្យសុក្រិត 100% អត់គឺវាអត់ទេចាពីព្រោះឧបករណ៍តេស្តមួយចំនួនក៏វាអាចនឹងមានការ error ដែរចាអញ្ចឹងវិធីល្អបំផុតដើម្បីសុវត្ថិភាពហើយយើងព្យាបាលចំគោលដៅតែម្ដងអ្នកគ្រូលើកទឹកចិត្តឲ្យតេស្តឈាមមើលទៅចាហើយឥឡូវនេះគឺទូលំទូលាយយើងអាចទទួលសេវាតេស្តនៅតាមចា clinic មណ្ឌលសុខភាពឬក៏តាមមន្ទីរពេទ្យធំបានហើយនៅមណ្ឌលសុខភាពឬក៏ចាមន្ទីរពេទ្យមួយចំនួនគឺយើងធ្វើការតេស្តដោយឥតគិតថ្លៃនោះទេអញ្ចឹងលើកទឹកចិត្តបងដែលសង្ស័យថាខ្លួនឯងហ្នឹងកើតមានជំងឺកាមរោគស្វាយគួរតែទៅតេស្តឈាមទាំងខ្លួនឯងទាំងដៃគូដើម្បីឲ្យច្បាស់ 100% ហើយយើងព្យាបាលតាំងពីនេះ